ថ្ងៃទី16 មេសាឆ្នាំ2025ជាថ្ងៃចុងក្រោយនៃពិធីទទួលបុណ្យចូលឆ្នាំថ្មីឬហៅថាថ្ងៃឡើងស័កដែលនៅតាមវត្តអារាមបានប្រារព្ធពិធីកិច្ចស្រង់ទឹកព្រះនេះជាពិធីកិច្ចដ៏សំខាន់ក្នុងចំណោមពិធីដ៏សំខាន់បំផុតនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃឡើងស័កបន្ទាប់ពីពិធីកិច្ចបង្សុកូលឧទ្ទិសកុសលគណៈកម្មការវត្តនិងព្រះសង្ឃបានប្រារព្ធពិធីស្រង់ទឹកព្រះចាប់ដើមដោយពិធីថ្វាយបង្គំព្រះរតនត្រ័យនិងស្រង់ទឹកព្រះជាដំបូងរួចហើយគណៈកម្មការវត្តនិងពុទ្ធបរិស័ទអនុវត្តពិធីកិច្ចតាមលំដាប់ស្រង់ដើម្បីចម្រាស់នៅលំអងទូលីដែលចប់នៅលើព្រះកាយរបស់ព្រះអង្គហ្នឹងទៅតាមពិតនោះគឺយើងស្រង់ចម្រាស់ដើម្បីចម្រាស់ផ្លូវចិត្តរបស់យើងមានលោភៈទោសៈមោហៈជាដើមទាំងអស់នេះជាមន្ទិលសំងជាអកុសលចិត្តនៅក្នុងចិត្តរបស់យើងដែលជាមេរោគដូច្នេះយើងគួរចម្រាស់ចោលវត្តបទុមសាគរស្ថិតនៅទីរួមស្រុកកៅកែខេត្តត្រវិញមាន620គ្រួសារពុទ្ធបរិស័ទមានអនុវត្តពិធីស្រង់ទឹកព្រះនិងរួមគ្នាថែរក្សាទំនៀមទម្លាប់វប្បធម៌ប្រពៃណីរបស់ជនជាតិកិច្ចស្រង់ទឹកព្រះវិញក៏ជាទូទាប្រពៃណីមួយដែលជារៀងរាល់ឆ្នាំក្រោយអំពីអសប្បាយរីករាយក្នុងបុណ្យចូលឆ្នាំរមែងនឹកឃើញដល់សម្ដែងការគុណូបការៈចំពោះព្រះពុទ្ធជាម្ចាស់ដែលព្រះអង្គបានត្រាស់ដឹងជាអនុត្តរសម្មាសម្ពុទ្ធនានហើយក៏បានដឹកនាំយាយតាក៏ដូចជាប្រស័ទលោកទូទៅឲ្យបានរួចផុតអំពីគ្រោះថ្នាក់ឧបសគ្គនិងទុក្ខភាពផ្សេងបើឆ្នាំនេះគឺឆ្នាំទី2បងមកវត្តបទុមសាគរលេងស្រង់ទឹកព្រះបងសប្បាយយ៉ាងសប្បាយរីករាយពេលបានមកវត្តស្រង់ទឹកព្រះបងនឹងខិតខំថែរក្សាប្រពៃណីជនជាតិរបស់បងនឹងឲ្យបានគង់វង្សឡើងចូលតទៅមុខទៀតពិធីស្រង់ទឹកព្រះមិនគ្រាន់តែជាពិធីកិច្ចដែលមានអត្ថន័យមនោវិញ្ញាណដ៏ជ្រាលជ្រៅប៉ុណ្ណោះទេថែមទាំងជាឱកាសឲ្យមានខ្មែរផ្សារភ្ជាប់ទំនាក់ទំនងនិងឈ្មោះដល់គុណតម្លៃល្អប្រពៃក្នុងជីវភាពតាមរយៈនោះបន្តអភិរក្សនិងពង្រីកអត្តសញ្ញាណជនជាតិដល់ជំនាន់ក្រោយដើម្បីព្រួតដៃថែរក្សា